សួស្តីអ្នកទាំងអស់គ្នាវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាជាមួយនឹងការដាក់ខ្មែរ keyboard នៅលើ macOS តោះអញ្ចឹងយើងចាប់ផ្ដើមជាមួយនឹងការទៅ download file អ្នកទាំងអស់គ្នាធ្វើការ download file ជាមួយនឹង website មួយនេះបាទអរគុណមែនទែនដែលបានបង្កើតជា file នឹងសម្រាប់ពួកយើង download ប្រើប្រាស់ ខ្មែរ keyboard អញ្ចឹងយើងចុច download មកឬក៏អ្នកទាំងអស់គ្នាចូលទៅ Google ហើយ search ថាខ្មែរ keyboard for macOS ហ្នឹងហើយយើង scroll ចុះក្រោមបន្តិចយើងនឹងឃើញ website Society for Better Book នេះហើយយើងចុច download បន្ទាប់ពី download រួចអ្នកនរគ្នាបាន folder ហ្នឹងយើងបើកមកបន្តមកធ្វើការ copy ពី file ហ្នឹងបន្តមកទៀតយើងនៅក្នុង Finder និង Detail យើងចុចលេខ go to បន្តមកចូលទៅ computer ហើយ drive របស់យើងបន្តមក folder library បន្តមកទៀត scroll ចុះក្រោមបន្តិចរក folder keyboard layout បន្តមកយើងធ្វើការ paste to item ហ្នឹងចូលទៅក្នុង folder ហ្នឹងបើសិនជាវាទាមទារឲ្យបាយលេខកូដយើងបញ្ចូលលេខកូដទៅរួចរាល់ត្រឡប់មក setting នេះវិញហើយយើងអូសមកខាងក្រោមរកពាក្យ keyboard នេះបន្តមកទៀតយើងចុច edit ហើយយើងចុចលើសញ្ញាបូកដើម្បីបន្ថែម keyboard តមកយើងអូសមកក្រោមបំផុត other ហើយយើង select យកខ្មែរ keyboard តមកចុច add ដោយសារតែខ្ញុំមានស្រាប់ហើយទៅវាចេញប្រភេទអញ្ចឹងណារួចរាល់អ្នកទាំងគ្នាអាចធ្វើការ switch បានហើយ keyboard របស់យើងដោយចុច function key នៅលើ keyboard ហ្នឹងដើម្បីឆ្លាស់វាអរគុណជួបគ្នាវីដេអូក្រោយ